นี่ថ្ងៃនេះនាំប្រុសទួយមកទស្សនកិច្ចនៅក្នុងអូតែលនេះឲ្យដើរត្រួតពិនិត្យមើលតើធ្វើកតុបបានស្អាតអត់មើលច្បាយទួយសួស្តីបងប្អូនហ្នឹងហើយថ្ងៃនេះដល់ម៉ោងធ្វើការមើលបុគ្គលិកកូនចៅរៀបចំកតុបមិនដែរនេះកតុបអូគេរៀបហើយហើយបងប្អូនហ្នឹងហើយនេះពលិកគេរៀបហើយហ្នឹងហើយនេះផ្លូវដើរបងប្អូនហ្នឹងហើយថាសុខភាពអូមើលតកែទួយមានអារម្មណ៍ថាយ៉ាងម៉េចដែរនេះកតុបក្រេមួយបងប្អូនមកលេងបាត់ដំបងកុំភ្លេចចូលមកស្នាក់នៅក្នុងសន្តាគារឃីង2នៅខាងកើតស្ទឹងកណ្ដាលក្រុងហ្មងបងប្អូនហ្នឹងហើយធានាថាសុខភាពត្រជាក់បងប្អូនមើលឃើញហើយនេះខ្ញុំថតរូបភាពនេះកតុបទឹកនេះserver បងប្អូននេះ server នឹងទាំងអស់នេះកតុបក្រេមួយបងប្អូនហ្នឹងហើយបងប្អូនមើលហ្នឹងហើយថ្ងៃនេះមកធ្វើការហ្នឹងឥឡូវហ្នឹងនេះប្រព័ន្ធអគ្គិភ័យសុវត្ថិភាពទាំងអស់បងប្អូនហើយនេះខ្ញុំប្រាប់ជម្រាបបងប្អូនទៀតថានេះក៏កតុបក្រេមួយដែរហើយនេះបងប្អូនមើលម៉ាស៊ីនត្រជាក់ពិសេសបងប្អូនហ្នឹងហើយបងប្អូនមើលហ្នឹងហើយពិសេសខ្ញុំត្រួសឲ្យបងប្អូនមើលឲ្យតាមកពិតរូបភាពនេះរូបភាពពិតទេបងប្អូនអត់មានរូបភាពហ្នឹងកុហកខ្លែងខ្លាយអីខ្ញុំមិនចេះធ្វើអ្វីដែលជាមិនការពិតប្រាប់បងប្អូនទេអញ្ចឹងបងប្អូនខ្ញុំលេងនៅក្នុង social media យូរហើយក៏មិនថានេះបើកចុចចដាយន្តហ្នឹងហើយនាំតកែទួយកាត់មកទស្សនកិច្ចផងចឹងហើយតាំងក៏ពិតគាត់តាមខ្ញុំមកហ្នឹងគឺគាត់ចង់មើលទី1អត់ទេទៅទី5បងប្អូនហើយចដាយន្តទេនេះខ្ញុំថតមើលនេះទេសភាពក្រុងបាត់ដំបងបងប្អូនហ្នឹងហើយនេះបងប្អូនឃើញក្នុងសារណាត់ហ្នឹងហ្នឹងហើយឃើញអត់ពីចដាយន្តទៅបងប្អូនជាន់ទី5ទេហ្នឹងហើយហើយកតុបប្រភេទតែស្តៀងគ្នាមាន VIP មានអីចឹងបងប្អូននេះគេធ្វើឲ្យអស់ហើយស្មើនេះហ្នឹងហើយនេះកំពុងអគ្គិភ័យប្រព័ន្ធអគ្គិភ័យគឺសុវត្ថិភាពធ្វើឲ្យបងប្អូនមានភាពកក់ក្ដៅហើយនឹងអនាម័យខ្ពស់ថាសុខភាពបងប្អូនហ្នឹងហើយនេះកតុបនេះគេទឹកនឹង check out ទេហ្នឹងហើយចឹងទៅគេអត់ទាន់បានរៀបទេចឹងខ្ញុំថតឲ្យមើលខ្ញុំមិនទៅបិទបាំងអ្វីទេនេះបាច់បើកទេបាញ់ចូលប្រគុណទេហើយមាន Wi-Fi មានអីនេះខ្ញុំប្រាប់បងប្អូនអញ្ចឹងណាបងប្អូនហ្នឹងហើយនេះសិតតែកតុបគេអត់តាន់ធ្វើហើយទេបងប្អូនមើលទៅនេះហើយមកយប់តែ
$22 $25ទេបងប្អូនហើយគឺធានាថាបងប្អូនមកស្នាក់នៅម្ដងគឺបងប្អូនសប្បាយចិត្តរីករាយបាទហើយម៉ាស៊ីនត្រជាក់នេះបាទមើលពិសេសបើភ្លាមត្រជាក់ភ្លាមការ៉ង់ទីបងប្អូនបាទខ្ញុំនៅផ្ទះខ្ញុំក៏ខ្ញុំដាក់កតុកម៉ាស៊ីនត្រជាក់ចឹងដែរចឹងបងប្អូនហ្នឹងហើយបងប្អូនមកលេងបាត់ដំបងជាការតរេនជាការអីបងប្អូនកុំភ្លេចមកស្នាក់នៅមួយយប់ពីរយប់នេះបាទបងប្អូននេះខ្ញុំមើលហើយកតុកនីមួយគឺមានបង្អួចរងដានេះគេអត់តាន់ធ្វើទេព្រោះអីគេចេញបាទហ្នឹងហើយខ្ញុំថតឲ្យបងប្អូនមើលថាតើនេះចេញទៅខាងក្រៅបងប្អូននេះម៉ាស៊ីនត្រជាក់ខាងនៅនឹងរងដាបងប្អូនឃើញអត់មើលពីនេះទៅក៏ឃើញខាងក្រៅដែរអញ្ចឹងណាបងប្អូនបាទនេះហើយទេសភាពក្រុងបាត់ដំបងបងប្អូនមើលទៅឃើញចង់180 ដឺក្រេនេះយើងញជាហៀងនេះស្ទឹងសង្កែបងប្អូនបាទនោះស្ពានថ្មថ្មីខ្ញុំថតខ្ញុំ zoom ឲ្យឃើញស្ពានថ្មថ្មីតិចនេះស្ពានថ្មថ្មីបងប្អូនបាទហើយនឹងឃើញស្ទឹងនេះសាណាត់សាអីហ្នឹងហើយបងប្អូននៅខាងស្រុកក្រៅស្រុកអីជើញមកស្នាក់នៅទៅបាទសុវត្ថិភាពបាទតាំងពីសោតាំងពីអីបាទគឺធានាថាសុវត្ថិភាពហ្មងបាទមើលទេសភាពបាទនេះក្រុងបាត់ដំបងបាទនេះមកជាហៀងខាងនេះបាទចៅខ្ញុំនេះវានៅតែស្ងៀមទេបុគ្គលិកខ្ញុំលោឡាអីទេហ្នឹងហើយនេះលោឡាវាឃើញមានក្រាណាមួយលោឡារោអត់ឃើញហើយមកខ្ញុំនេះសិតតែកតុកដែរថ្ងៃយុគបាញ់គេស្នាក់នៅទៅគេអត់តាន់ទេខ្ញុំអត់កុហកទេអញ្ចឹងខ្ញុំអត់ចេះកុហកបងប្អូនទេបាទអញ្ចឹងណានេះកតុកដែលមិនតាន់រៀបចំណាគេត្រូវបានអ្នកស្នាក់នៅយុគបាញ់គេដេកចេញហើយការកតុកខ្ញុំកាលណាគេចេញទៅគឺខ្ញុំរើយកទៅបោកហើយខ្ញុំអត់មានទុកនៅរៀបបន្តឲ្យភ្ញៀវណាគេស្នាក់នៅទៀតទេបាទនេះខ្ញុំមើលថានេះជាហៀងខាងត្បូងបងប្អូនមិញជាហៀងខាងជើងអញ្ចឹងណានេះកដាក្រុងបាត់ដំបងអត់កុហកពូតផោបងប្អូនទេបងប្អូនចូលតែក្នុង Google Map ទៅបងប្អូនឃើញនេះនោះ AVA បងប្អូនមកតាមផ្លូវ AVA ផ្លូវជាលេខ5មកបងប្អូនចូលមកពីក្រោយវិញក៏បានដែរបងប្អូនឃើញនេះ AVA នេះផ្លូវបើកមកបាទនេះ AVA បងប្អូនឃើញអត់ហ្នឹងហើយបាទនេះខ្ញុំប្រាប់ទីតាំង location ឲ្យបងប្អូនមើលបាទហ្នឹងហើយនេះកដាក្រុងហ្មងបាទបងប្អូនហ្នឹងហើយបាទនេះស្ពានសខេងហ្នឹងបាទអូខេអរគុណបងប្អូនទាំងអស់គ្នាបាទសំណាងល្អទាំងអស់គ្នាសុខសប្បាយសុខភាពល្អបរិបូរណ៍ទាំងអស់គ្នាកុំភ្លេចមកលេងបាត់ដំបងមកស្នាក់នៅសន្តាគារ King បាត់ដំបងបាទនៅកណ្ដាលក្រុងបាទអូខេបាយបាយ